ចូលគោរពប្រណិប័តដល់ឪពុកម្ដាយអ្នកពួកគាត់ស្រឡាញ់អ្នកហើយសមនឹងទទួលបានក្តីស្រឡាញ់វិញចយចាបើសិនជាសិភៅវិសេសឲ្យព្រះយេស៊ូវត្រឡប់ទៅជាមួយយើងទ្រង់អាចធ្វើការអស្ចារ្យនិងធ្វើឲ្យការលក់សិប្បកម្មឯងទទួលបានជោគជ័យសិភៅវិសេសនឹងមិនអនុញ្ញាតឲ្យព្រះយេស៊ូវមកផ្ទះជាមួយយើងទេគ្រីស្ទប្រហែលជាមិនអាចទេប៉ុន្តែខ្ញុំឆ្ងល់ថាតើព្រះយេស៊ូវនឹងជួយទេប្រសិនបើខ្ញុំសុំអូសិភៅវិសេសចយឯងមិនមានឱកាសសុំព្រះយេស៊ូវឲ្យជួយទេហេតើឯងមានន័យយ៉ាងម៉េចដែលសុំឲ្យព្រះយេស៊ូវជួយឯងម៉ារីប្រាប់យើងថាអ្វីដែលទ្រង់ប្រាប់ឲ្យធ្វើនោះត្រូវធ្វើចាស់យើងធ្វើតាមទ្រង់ប្រាប់ទ្រង់នឹងធ្វើឲ្យទឹកទៅជាស្រាក្នុងពិធីមង្គលការនោះហើយនៅពេលដែលមានមនុស្សជាង 5000 នាក់ស្រេកឃ្លានព្រះយេស៊ូវបានប្រាប់ពួកសិស្សឲ្យផ្ដល់អាហារដល់ពួកគេជាមួយនំប៉័ងតែ5ដុំនិងត្រី2កន្ទុយតែបន្តិចទាំងនោះវាលើសពីគ្រប់គ្រាន់ប៉ុន្តែអេឯងទៅណាចាប់ពីលុយ$100ដែលខ្ញុំសន្យានឹងរកឲ្យបានថ្ងៃនេះទេបាទត្រូវហើយខ្ញុំបានធ្វើបន្តិចបន្តួចរៀបចំដាក់លក់សិប្បកម្មទាំងមូលនេះហើយសូមឲ្យអ្នកផ្សេងដាក់លក់ឥឡូវនេះពេលដែលខ្ញុំចាប់ផ្ដើមទុកចិត្តលើជំនួយរបស់ព្រះហើយអ្នកស្រីខ្វាន់តុំតើមានអ្នកណាហៅអ្នកឲ្យចូលរួមលក់សិប្បកម្មទេមិនមានទេចយហើយវាក៏យឺតដែរយើងនឹងត្រូវធ្វើជាមួយអ្វីដែលយើងមានតិចតួចឯងប្រកាសអត់ថាមិនចង់បានកាយស៊ឺមែនប្រយុទ្ធនឹងមេម៉ាស៊ីឡាដំបងរបស់ខ្ញុំយ៉ាងហោចណាស់ក៏រកបានពី$3ដែរតោះទៅធ្វើការខ្ញុំជឿថាព្រះនឹងផ្គត់ផ្គង់ពីនេះមើលណោអូម៉ាការ៉េតបងមាន